ម្នាក់ប្រមូលជំនួយភាសាបាន$1 លានជាងឥឡូវគេសង្ស័យហើយកកាយរឿងតូចទេរឿងនេះជារឿងចោរកម្មដែលរាជការប្រងើយកន្តើយតាំងពីសម័យសង្គ្រាមមកនៅឆ្នាំ25អំពើពុករលួយតូចតាចបែបនេះកើតឡើងដែលរាជការប្រងើយកន្តើយការហែកហួរគ្នានេះវាធ្វើឲ្យកូនក្មួយចៅចោមរោមចង់ដឹងនៅពេលដែលជាមួយគ្នារាជការគាត់ចំណេញទេគាត់ចំណេញពីព្រោះយើងទាំងអស់គ្នាភ្លើទៅដណ្ដើមគ្នាដឹងរឿងតូចគេឆក់ប្លន់យើងលុយរាប់រយលានយើងអត់ហ៊ានមាត់ទេខ្លាចគេវាយក្បាលគេចាប់ដាក់គុកអញ្ចឹងហើយយើងនាំគ្នាទៅចោមរោមចង់ដឹងរឿងលុយ1 លានយើងក៏ខ្លាយទៅជាសត្វស្វាដែលនាំគ្នាច្រានម្នាក់ម្ដងឲ្យពោះចិត្តរាជការគាត់សប្បាយចិត្តណាស់ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាពពាក់ពពូនទៅដឹងរឿងប្តីពីរទៅដឹងរឿងស្រីឆ្លោះគ្នាទៅដឹងរឿងតប៉េះឡូតពកទៅដឹងរឿងជេរបចោទៅដឹងរឿងលុយកាក់តូចតាចនៅពេលដែលរឿងប៉ុនណាណីនៅក្នុងប្រទេសអត់មានអ្នកណាដឹងធនាគារចោលបានប្រតិបត្តិការនៅប្រទេសកម្ពុជាដែលសប្តាហ៍ថ្ងៃធនាគារចោលនៅបើកនៅឡើយរីឯមនុស្សបាត់លុយរាប់លានហ៊ានងើបគេវាយក្បាលបែកចំណែកចោលដែលឆក់ប្លន់ផ្ទះខ្យល់ឲ្យតែចោលនឹងដាក់លុយលើតុឲ្យរាជការអត់ចាប់ចោលនឹងទេចោលនឹងនៅកហើណាបោកប្រាស់ប្រជាពលរដ្ឋខ្មែរលុយរាប់រយលានរាជការអត់មាត់រាជការឲ្យខ្មែរជក់ដៃជេរបចោលគ្នាឬក៏ចង់ដឹងរឿងតប៉េះឡូតពកពងក្តោពងក្តិតនិងរឿងតូចតាចលុយតូចតាចនេះគឺជានយោបាយមួយដែលរាជការគាត់សប្បាយចិត្តពីព្រោះយើងភ្លើអញ្ចឹងអារឿងលុយភាស័កភាកដួយអីហ្នឹងគឺជារឿងដែលរាជការគាត់សប្បាយតង់យើងភ្លើតែរឿងតូចទេយើងហែកហួរគ្នាតែរឿងតូចទេរឿងធំយើងអត់ចាប់អារម្មណ៍ទេពីព្រោះថាចាប់អារម្មណ៍ធ្វើអីគេវាយក្បាលអញ្ចឹងយូរទៅណាអាខាងលើហ្នឹងដែលរាជការគាត់ថាធ្វើក្បាលឲ្យតូចក្បាលវាអត់តូចទេក្បាលវាធំហើយពោះវាធំយើងអត់បានចាប់អារម្មណ៍ទេណាយើងអត់បានចាប់អារម្មណ៍ទេសប្តាហ៍ថ្ងៃមានមនុស្សមួយចំនួនចាញ់បោកការឆបោកច្រើនយ៉ាងតាំងពីស្អីដែលហៅថា crypto តាំងពីស្អីសពគ្រប់ដែលខ្ញុំតែងតែស្ដីឲ្យថាអ្នកណាចង់ធ្វើអីក៏ខ្ញុំមិនដឹងមិនបញ្យល់ហ្នឹងគឺសិតតែជាអំពើឆបោកនឹងថ្នាំញៀនកំពុងតែពាសពេញប្រទេសយើងអំពើឆបោកដែលគ្រឹះស្ថានធនាគារគេបោកយើងហើយយើងតវ៉ាមិនបានគេវាយក្បាលទៀតក៏យើងភ្លេចខ្លួនយើងទៅខ្វល់នឹងស្រីលក់លេខ្វល់ជេរបចោណានាដើម្បីគេឲ្យយើងចាប់អារម្មណ៍នឹងរឿងតូចតាចកុំឲ្យយើងចាប់អារម្មណ៍នឹងរឿងធំដុំសំទោសខ្ញុំអាំងសាច់មាន់ឲ្យឆ្កែសាច់មាន់ឆ្អិនដល់សាច់មាន់ឆ្អិនទៅ
ទៅពន្លត់ភ្លើងចាស់ហើយធ្វើអីសិតតែមានអាឡាមបើអត់មានអាឡាមទេភ្លេចទៅអាចអស់ភ្លើងច្រើនហើយគ្រោះថ្នាក់អញ្ចឹងនៅគ្រប់ជ្រុងនៃផ្ទះខ្ញុំហ្នឹងខ្ញុំមានអាឡាមរួមទាំងទូរស័ព្ទខ្ញុំធ្វើអីហ្នឹងចុចឲ្យវាភ្ញាក់ទៅដើម្បីទៅធ្វើកិច្ចការផ្សេងៗទៀត multitasking អញ្ចឹងត្រឡប់ទៅវិញរឿងបោកប្រាស់នេះតូចទេក្មួយចៅតូចទេរឿងធំរាប់រយលានបាត់អស់បាត់លុយអស់ហើយហ៊ានទៅតវ៉ាគេវាយក្បាលគេចាប់ដាក់គុកហើយរឿងដែលគេវាយទាំងចិនទៀតអាចិនទៅដល់ដាក់ទៅជ្រាមក្បាលណាពីព្រោះអ្វីពីព្រោះអាហ្នឹងហើយដែលបរទេសគេហៅ scam body នោះវា scam សពគ្រប់ scam តាំងពីនយោបាយឡើងទៅណាវា scam តាំងពីនយោបាយឡើងទៅណាវា scam តាំងពីនយោបាយឡើងទៅបាទវា scam តាំងពីនយោបាយឡើងទៅវា scam តាំងពីនយោបាយឡើងទៅមិនបានវាចេះតែ scam ពីព្រោះរាជការមានទៅជួសជុលអីមានទៅដោះស្រាយអីអារឿងអញ្ចឹងនោះណា scam កម្ពុជាមានច្រើនយ៉ាងណាហើយកុំចង់បានមុខមាត់អីពីព្រោះមានមុខមាត់អីបើមិនដោះស្រាយនោះណា scam នយោបាយ scam ធនាគារ scam ព្រំដែន scammer គ្រប់យ៉ាង scam សូម្បីតែគ្រឿងញៀនក៏ scam ដែរដូច្នេះហើយវាមិនមែនណាវាមិនមែនរឿងធម្មតាទេវាមិនមែនរឿងធម្មតាទេវា scam តែ scam កម្ពុជាមានច្រើនយ៉ាងគេ scam នយោបាយគេ scam ធនាគារគេ scam រឿងព្រំដែនគេ scammer គ្រប់យ៉ាងគេ scam គ្រឿងញៀនទៅទៀតគេ scam គ្រប់យ៉ាងគេ scam គ្រប់យ៉ាងនៅកម្ពុជាគេ scam គ្រប់យ៉ាងរាជការមិនដោះស្រាយទេដូច្នេះហើយត្រូវដឹងថាមិនដោះស្រាយទេ There are so many scam នៅកម្ពុជាមានច្រើនយ៉ាងណាបងប្អូននឹងអញ្ចឹងចំរៀនថៃលុបអត់ទេអត់មានសន្ធិសញ្ញាទេថៃចង់លុប MOU ឆ្នាំ2000ណាកូនប៉ូលីសចាប់បានតែអ្នកប្រើប្រាស់គ្រឿងញៀនតែអត់ចាប់បានប៉ូលីសចាប់បានតែមនុស្សតូចតាចជួនកាលមនុស្សនឹងអត់មានគ្រឿងញៀនទេគេដាក់គ្រឿងញៀនក្នុងហោប៉ៅហើយគេទះកាភ្លៀងគេចាប់ចម្រិតលុយគេចាប់ចម្រិតលុយគេទះកាភ្លៀងណាអានោះទេដែលកើតឡើងនោះចំណែកឯមេគ្រឿងញៀនឬក៏ជាអ្នកចែកចាយគ្រឿងញៀនវាជាប់គុកដេកពូកដើរលេងបានតាមចិត្តបើគេចាប់វាឥឡូវគេឈប់ចាប់ហើយពីព្រោះអ្នកដែលទទួលខុសត្រូវលើបណ្ដាគ្រឿងញៀននៅក្នុងចំណុចចែកចាយគឺសិតតែជាមនុស្សដែលមានឈ្មោះល្បីល្បាញហើយខ្សែវាធំអញ្ចឹងគេអត់ចាប់ទេអាហ្នឹងគឺអញ្ចឹងណាយួនគាត់ចង់បានទឹកដីយើងដោយសារខ្មែរយើងជំពាក់គុណយួនមែនអញ្ចឹងទេណារិនគាត់ចង់បានពីព្រោះគាត់ត្រូវការទឹកដីចុះណាតែចៅឯងនិយាយអញ្ចឹងពួកចៅឯងកំពុងតែគិតឃើញថាយួនចង់យកអីក៏យកទៅពីព្រោះគេឲ្យជីវិតយើងអញ្ចឹងសៀមក៏វាកាលពីឆ្នាំ79ដល់93
វាបើកព្រំដែនឲ្យតំណែងវាហូរចូលមកយើងបានរស់ហ្នឹងយើងឲ្យដីវាទៅចៅសម្លាញ់ហើយចៅក៏ឆោតម្លេះណារិនអញ្ចឹងយួនត្រូវតែឲ្យដីវាព្រោះយើងជាពាក់គុណវាហើយចុះមិនជាពាក់គុណសៀមទេដែលសៀមបើកព្រំដែនទៅខាងលិចឲ្យអង្គស្ករមីប៊ីចេងពងទាពងមាន់អីចូលហ្នឹងมันមានគុណលើយើងអញ្ចឹងឲ្យដីវាទៅកូនហ៎ចៅអាចៅអនិច្ចាជាតិខែមរាកើតមកគិតថាជីវិតរស់ដោយសារយួនបើយួនយកអីក៏ឲ្យវាដែរមិនចាំបាច់គិតអ្វីឡើយព្រោះជាតិខ្មែរនេះកើតមកដោយសារយួនអនិច្ចាគិតខឹងតែរឿងសៀមឬស្យាចំណែកនៅលើក្បាលគ្រប់គ្នាគេចាថាបើងើបពេលណាមួយណាអញវាយឲ្យរៀបដូចជាអញប្រើដៃសัตว์ខ្លាអនិច្ចាក្មេងជាតិខែមរាជក់មកជក់គ្រឿងញៀនសែបកាមផឹកស៊ីឡូឡាគ្មានគិតវាសនារបស់ខ្លួនឡើយណាគិតតែពីអគុណគេគិតតែពីពឹងគេឲ្យជួយគិតតែពីយល់ថាគួរកុំតបតឡើយណាពីព្រោះខ្លួនចំពាក់គុណគេលុះដល់មរណាលោកអាយលោកហើយសិតតែរឿងគួរជាទីចាប់អារម្មណ៍អញ្ចឹងណាចៅហើយចៅជំពាក់គុណយួនយកដីឲ្យវាទៅយួនយកទឹកឲ្យវាទៅហើយចុះថៃដែលបើកអង្គឲ្យស៊ីពី79មកនេះថាដូចស្រមោចចឹងទៅយកអង្គយកស្បៀងនៅព្រំដែនហ្នឹងមិនក៏មិនដឹងគុណវាអញ្ចឹងឲ្យវាទៀតទៅអីឲ្យទៀតអនិច្ចាមិនចេះឡូឡាចេះតែផឹកស្រានឹងស៊ីតាពោកក្តលតាឲ្យតែមានលុយហឺហាអញមិនប្រាថ្នាអ្វីក្រៅពីផឹកស្រានឹងប្រើគ្រឿងញៀនតែងខ្លួនឲ្យសង្ហាលៀបកាយាឲ្យសស្គុះគិតថាខ្លួននឹងអស់ចាមិនខានឡើយសត្វតែអញ្ចឹងណាអញ្ចឹងហើយយើងគិតអញ្ចឹងណានរិនចៅបើយួនវាមានគុណសៀមក៏មានគុណដែរអញ្ចឹងគេមានគុណទាំងអស់នោះណារហូតដល់ scammer ទៀត scammer មានគុណលើយើងទៀតព្រោះមកបើកមកពីមាន scammer ហ្នឹងហើយបានយើងលក់ដូរដាច់ហើយមួយទៀតថាមកពីយើងមាន scammer ហ្នឹងហើយបានជាយើងនឹងមានការងារធ្វើណាអញ្ចឹង scammer ហ្នឹងក៏វាមានគុណលើយើងដែរកូនណាសិតបេតាតើជំនាញវិស្វករតាគិតថាមួយណាល្អជាងគេចៅរៀនសិនទៅចៅសម្លាញ់រៀនសិនទៅចៅសម្លាញ់រៀនសិនទៅទើបដឹងថាមួយណាល្អមិនក៏មិនរៀនបើចៅគ្រាន់តែវិស្វករប៉ុន្តែដល់ហើយដៃស្ទាបក្តោប្រឡាក់ហើយយកមកហាត់ណាវិស្វករតែដៃខ្ញុំស្ទាបពងក្តោយកមកហាត់ស្ទាបពងក្តោយកមកហាត់តល់ទៅងាប់ទៅវិញហើយចេះតែសួរតាវិស្វករណាមួយល្អហើយបើទៅរៀនវិស្វករធ្វើម៉េចឲ្យតែបានបញ្ញាបត្រអីចៅឯងមិនរៀនទេចៅឯងចៅដឹងទេឲ្យតែឈ្មោះថាវិស្វករល្អទាំងអស់តែបើបានតែយកដៃស្ទាបពងក្តោឲ្យយកមកហាត់ហើយចេះឆ្ងល់ខ្ញុំរៀនវិស្វករ4ឆ្នាំគេឲ្យតែ250ទេនិយាយរឿងហ្នឹងខ្ញុំក៏សុំលើកទឹកចិត្តដែល Business Cambodia ក្មួយអស់ហ្នឹងក៏ខំប្រឹងផ្សព្វផ្សាយថាធ្វើការឲ្យគេមួយខែបានតែ300រកស៊ីខ្លួនឯងមួយខែបានមួយថ្ងៃបាន$1000ទោះបីការផ្សព្វផ្សាយបែបហ្នឹងវាមានការពិតតិចតួចក៏ដោយក៏ Business Cambodia ហ្នឹងជួយធ្វើឲ្យមនុស្សចង់រកស៊ីកាលពីដើមឡើយសង្គមខ្មែរយើងពីឆ្នាំ53ដល់ឆ្នាំ75ប្រព័ន្ធផ្សព្វផ្សាយអោនថយមនុស្សនៅក្នុងប្រទេសកម្ពុជាមិនមានវិទ្យុប្រើប្រាស់
ហើយក៏មិនមានលុយទៅមើលកុនក្នុងរោងនិងមិនមានលុយទិញទស្សនាវដ្តីអានទេដូច្នេះហើយប្រព័ន្ធផ្សព្វផ្សាយមានតិចជនជាតិខ្មែរក្នុងសម័យឯករាជ្យមកដល់សម័យសង្គ្រាមមុនខ្មែរក្រហមចូលកាន់កាប់អំណាចយើងមិនសូវដឹងរឿងមុខរបរទេយើងមិនសូវមានអាជីវកម្មមិនសូវដឹងរឿងមុខរបរហើយសៀវភៅដែលបោះពុម្ពផ្សាយច្រើនជាសៀវភៅទស្សនវិជ្ជានិងសៀវភៅប្រឡំលោកដែលសៀវភៅទស្សនវិជ្ជានិងសៀវភៅប្រឡំលោកមិនដែលផ្ដល់នៅគំនិតប្រកបមុខរបរទេមិនដែលផ្ដល់នៅគំនិតប្រកបមុខរបរទេរីឯប្រឡំលោកមួយចំនួនរហូតដល់បានទទួលពានរង្វាន់នៅក្នុងការប្រកួតប្រជែងអ្នកនិពន្ធភាគច្រើនប្រឡំលោកខ្មែរគឺសរសេរអំពីទំនាស់វណ្ណៈទោះបីប្រទេសកម្ពុជាជាប្រទេសសក្តិភូមិតែទំនាស់វណ្ណៈមានតិចអ្នកនិពន្ធសម័យឯករាជ្យដល់សម័យសង្គ្រាម70-75អ្នកនិពន្ធនិយាយតែពីទំនាស់វណ្ណៈរឿងផ្កាស្រពោនគឺជារឿងវណ្ណៈរឿងកុលាបបៃលិនរឿងមេយើងរឿងតាំងពីសម័យនោះរហូតដល់រឿងក្រោយទៀតគឺអ្នកនិពន្ធសាបព្រោះទំនាស់វណ្ណៈទោះបីប្រទេសកម្ពុជាយើងសង្គមខ្មែរយើងមិនមានទំនាស់វណ្ណៈក៏ដោយក៏យើងមានមូលដ្ឋាននៃសង្គមយើងក្នុងរបបសក្តិភូមិអញ្ចឹងអ្នកនិពន្ធនិយាយពីទំនាស់វណ្ណៈនៅពេលដែលនិយាយអំពីទំនាស់វណ្ណៈអ្នកមានអ្នកក្រអ្នកនិពន្ធមិនដែលនិយាយអំពីអាជីវកម្មទេអ្នកនិពន្ធនិយាយអំពីសេដ្ឋីចិត្តធម៌ឬក៏កហបតីចិត្តធម៌ក៏ប៉ុន្តែមិននិយាយថាតើធ្វើដូចម្ដេចកើតទៅជាសេដ្ឋីកើតទៅជាកហបតីទេសម័យនោះទាំងខ្ញុំទាំងបងខ្ញុំទាំងអីអានហើយអន្លង់អន្លោចទៅក្នុងសង្គមទំនាស់វណ្ណៈសង្គមស្អប់ខ្ពើមចិនជាពិសេសពីព្រោះចិនកាន់កាប់សេដ្ឋកិច្ចកម្ពុជាដែលបច្ចុប្បន្នហ្នឹងនៅតែកាន់កាប់សេដ្ឋកិច្ចកម្ពុជាសេដ្ឋកិច្ចប្រទេសដទៃច្រើនណាស់ដែលពួកចិននៅក្នុងអាស៊ីប៉ាស៊ីហ្វិកពួកចិនអ្នកកាន់ដោយសារចិនមានជនជាតិរស់នៅចាក់ចែងមកនៅក្រៅប្រទេសច្រើនម្ចាស់ស្រុកនិយាយដាក់ការចោទកាន់ឲ្យស្អប់ខ្ពើមចិនស្អប់ខ្ពើមចិនស្អប់ខ្ពើមអ្នករកស៊ីអ្នកលក់ដូរអប់ខ្ពើមហើយការបណ្ដោះបណ្ដាលក្នុងសង្គមខ្មែរពីឆ្នាំ53មកដល់ឆ្នាំ75បណ្ដោះបណ្ដាលឲ្យខ្មែររៀនហើយធ្វើរាជការឬធ្វើរដ្ឋការអត់ដែលបណ្ដោះបណ្ដាលឲ្យខ្មែររៀនហើយคล้ายទៅជាពាណិជ្ជករទេទៅជាអាជីវករទេទៅជាសហគ្រិនទេអត់ទេឥឡូវនេះមានរបស់ល្អមួយដែលមានការលើកតម្កើងមុខរបរលើកតម្កើងអាជីវករលើកតម្កើងសហគ្រិនក៏ប៉ុន្តែកូនខ្មែរចៅវាធ្លាក់ទៅក្នុងរណ្ដៅនៃ scam គេឲ្យចៅឈួតបង្វែងនឹងវិនិយោគមាន crypto មាន gold មាន silver មាន forex អីជាដើមនៅពេលដែលចិត្តរបស់ក្មេងចំនួនក្រោយចង់មានឆាប់គេក៏បង្កើតនៅ scam គេហៅថា financial scam គេបង្កើត scam ហ្នឹងតាក់ទៅច្រឡំថាខ្លួនធ្វើអាជីវកម្មឬក៏ខ្លួនធ្វើជាវិនិយោគិនដែលខ្ញុំនៅក្នុង show ខ្ញុំតែងតែស្ដីឲ្យខ្ញុំតែងតែប្រឆាំងពីព្រោះវិនិយោគវាកើតក្រោយអាជីវកម្មមនុស្សដែលមិនទាន់មានមូលដ្ឋានអាជីវកម្ម
มันអាចคล้ายទៅជាវិនិយោគិនបានទេឧទាហរណ៍នៅសហរដ្ឋអាមេរិកដោយសារប្រព័ន្ធអប់រំហ្នឹងវាមានសម្រាប់រៀនផ្នែក financial education ការអប់រំផ្នែកហិរញ្ញវត្ថុមនុស្សអាចคล้ายទៅជាវិនិយោគិនបាននៅប្រទេសកម្ពុជាវាមានតែ scam គ្រូជោគជ័យដែលវាជា scam ធ្លាប់កើតនៅអឺរ៉ុបនៅអាមេរិករួចទៅហើយដូច្នេះ scam ហ្នឹងมันបាន prepare มันបានរៀបចំឲ្យអ្នកដែលជឿទៅលើជោគជ័យហ្នឹងคล้ายទៅជាវិនិយោគិនទេនៅប្រទេសកម្ពុជានរណាដែលនិយាយអំពីការកសាងទ្រព្យសម្បត្តិដោយឆ្លាតវៃហើយឲ្យខ្ពើមភាពក្រីក្រគេចោទប្រកាន់ថាមើលងាយខ្មែរនៅពេលដែលគេចោទប្រកាន់ថាមើលងាយខ្មែរវាបំពេញបំណងរដ្ឋាភិបាលដែលជាកុម្មុយនីសពីព្រោះរដ្ឋាភិបាលដែលមានធាតុជាកុម្មុយនីសចង់ឲ្យខ្មែរគ្រប់រូបយល់ថាជោគវាសនាល្អរបស់ពលរដ្ឋគឺមកពីរាជការជាអ្នកធ្វើឲ្យពលរដ្ឋនឹងសម្បូរសប្បាយអញ្ចឹងរាជការមិនចង់ឲ្យពលរដ្ឋចេះធ្វើពាណិជ្ជកម្មវិនិយោគនិងអាជីវកម្មទេដូច្នេះហើយអ្នកដែលនិយាយត្រង់អំពីការធ្វើអាជីវកម្មហើយឲ្យចេះខ្ពើមឲ្យចេះយល់ថាត្រូវចាក់ចេញពីភាពក្រីក្រត្រូវបានគេចោទថាមើលងាយខ្មែររួមទាំងខ្ញុំផងគេថាមើលងាយខ្មែរអញ្ចឹងកូនខ្មែរជឿតែគ្រូបោកទេជឿតែ scam ទេ scam ជោគជ័យ scam នៅខាងក្រៅនេះអត់គ្រប់ទេមានទាំង scam សាសនា scam ព្រះធម៌ scam សាសនា scam ព្រះធម៌មាន scam ទាំងអស់ scam តាំងពីនាំមនុស្សទៅលេងស្រុកព្រះគេហៅថា scam ធម្មយាត្រាអ្នកដែលដឹកនាំមនុស្សទៅលេងស្រុកព្រះហ្នឹងក៏ scam ដែរព្រោះយកលុយទៅឲ្យឥណ្ឌាក៏វាឲ្យខ្លះមកអាខ្លួនឯងក៏បានខ្លះទៅ scam ធម្មយាត្រាណាសិតតែ scam ទេក៏ប៉ុន្តែ scam អស់ហ្នឹងគេអត់ចាប់ដាក់គុកតែបើមាននរណានិយាយរំលឹកឲ្យខ្មែរប្រឹងចាក់ចាញ់ពីភាពក្រីក្រគេនឹងចោទប្រកាន់ថាវាគ្មិនហ្នឹងមើលងាយខ្មែររួមទាំងខ្ញុំអត់មានអ្នកណានាំឲ្យចេះរកស៊ីទេអញ្ចឹងក្មួយនៅ Cambodia Business អីហ្នឹងគ្នាចេះតែខំបង្ហាញអំពីថាមុខរបរអញ្ចឹងទោះបីគ្នាដាក់ថាធ្វើការឲ្យគេមួយខែ300ធ្វើអាជីវកម្មខ្លួនឯងមួយថ្ងៃ$2000ទោះបីរឿងនិយាយហ្នឹងมันជាពិតណាស់ណាក៏ដោយក៏ជួយឲ្យមនុស្សងាកទៅកាន់ការរកស៊ីក៏ប៉ុន្តែវាអភ័ព្វរឿងមួយអភ័ព្វត្រង់ថាចៅអត់ចង់រកស៊ីទេចៅចង់វិនិយោគចង់ trade គឺជា scam វាមិនមែនជាវិនិយោគទេCooper stop Cooper stop គេមកលេងឲ្យគេមកលេងនេះចាថ្មនេះឆ្លុះ4 5មកចិត្តផ្ទះខ្ញុំព្រោះមេឃវានៅត្រជាក់ឆ្លុះចាញ់អញ្ចឹងនៅក្នុងសង្គមសីហនុ53-70មកដល់សាធារណរដ្ឋអត់មានអ្នកណានាំឲ្យខ្មែរយើងនឹងយកចិត្តទុកដាក់លើអាជីវកម្មពាណិជ្ជកម្មលក់ដូរមុខរបរធ្វើចំនួនអត់ទេឥឡូវហ្នឹងខ្មែរយើងមានរាប់តាំងពីអ្នកលក់លេឡើងទៅមានន័យថាមុខរបរទាំងអស់ហ្នឹងល្អតែវាអភ័ព្វរឿងមួយអភ័ព្វត្រង់ថាចៅណាចង់មានលឿនពេកបើចង់មានលឿនពេកចៅក៏ធ្លាក់ទៅក្នុងរណ្ដៅរបស់ scammers scam forex scam crypto scam gold scam silver ណា scam សព
ណាដែលហៅថា scam trade អីហ្នឹងគឺចៅធ្លាក់ទៅក្នុងហ្នឹងពីព្រោះចៅអត់ចង់រៀនធ្វើទេចៅគិតថាលុយបានមកងាយណាស់ហើយរាជការគេមិនខ្វល់ទេពីព្រោះនៅពេលដែលប្រជាជនភ្លើច្រើនវាងាយគេគ្រប់គ្រងរួមទាំងរាជការហ្នឹងក៏ភ្លើដែរតែគេមានដំបងដល់គេមានដំបងគេថាអញមានដំបងទោះបីអញភ្លើយ៉ាងណាដែរអញវាយឯងមកដំបងអញយល់ដីឯងបានអញយកទ្រព្យឯងបានហើយមកប្រទេសកម្ពុជាអញចង់លក់ស្អីក៏អញលក់បានព្រោះអញមានដំបងតោះហ្នឹងហើយដែលយើងកំពុងតែធ្លាក់ទៅក្នុងរណ្ដៅនៃបញ្ហាទាំងប្រជាជនយើងទាំងអ្នកដឹកនាំយើងធ្លាក់ទៅក្នុងបញ្ហាហើយយើងសប្តាហ៍ថ្ងៃនេះយើងអាចសួរខ្លួនយើងបានថាតើការធ្លាក់ទៅក្នុងរណ្ដៅនៃបញ្ហាមិនដាច់ក៏កម្ពុជានៅក្រហើកម្ពុជាមានឡានពេញថ្នល់មានសម្ភារៈទំនើបសម្បូរបែបមានលុយចាយមនុស្សដើរហឺហាចុះមិនក៏អាចេមសុកឯងនិយាយថាធ្លាក់ក្នុងរណ្ដៅចាំខ្ញុំជម្រាបដែលធ្លាក់ក្នុងរណ្ដៅប្រទេសកម្ពុជានិងប្រជាជនយើងកំពុងធ្លាក់ក្នុងរណ្ដៅមួយគេហៅថារណ្ដៅសកលលោកភាវូបនីយកម្មឬក៏ហៅថាសកលលោកការពិវត្តន៍រណ្ដៅនេះគឺយើងបាត់បង់អ្វីបាត់បង់ធនធានរបស់យើងធនធានហ្នឹងទាំងធម្មជាតិទាំងប្រទេសទាំងមនុស្សមិនបានហៅថាបាត់បើវាមានមាសហ្នឹងយើងអត់បានផលច្រើនទេមេដឹកនាំយើងចាញ់បោកគេគេយកមាសហ្នឹងទៅបាត់បើបូមប្រេងមេដឹកនាំយើងបានលុយបន្តិចតួចប្រជាជនយើងអត់បានផលពីប្រេងហ្នឹងទេប្រេងគេយកទៅបាត់បើមានអូស្មန်គេយកទៅបាត់បើមានត្បូងគេយកទៅបាត់សំបីតរមណីយដ្ឋាននៅលើដីខ្មែរក៏គេយកចំណេញទៅបាត់រីឯពលករខ្មែរក៏គេយកចំណេញទៅបាត់រីឯវិជ្ជាករខ្មែរវិស្វករខ្មែរវាទាល់តែទៅធ្វើការឲ្យគេបានលុយច្រើនឬក៏ទៅនៅបរទេសបើនៅស្រុកខ្មែរវាយ៉ាងអញ្ចឹងគេយកបានទាំងអស់អ្នកណាអ្នកយកទំនាញសកលលោកភាវូបនីយកម្ម globalization គេទាញយកអាហ្នឹងទាញទៅប្រទេសសบายសងំទូទឹកកកក៏មានទូទោក៏មានម៉ូតូក៏មានក៏មានវាមានតែទៅដល់ចំណុចមួយប្រទេសហ្នឹងវាคล้ายទៅជាទីតាំងសម្រាប់គេទាញផលដល់គេទាញផលទៅដល់ចំណុចមួយវាកើតរឿងឡើងដូចជាឥឡូវហ្នឹងសៀមវៃទំនាស់សមុទ្រអីជាដើមយូរទៅប្រទេសហ្នឹងវានៅសល់តែអ្នកកាន់អំណាចដែលមានដំបងហើយនឹងអ្នកក្រដែលទៅណាមិនរួចចំណែកគេហោះទៅអស់ហើយហើយគេមកលេងស្រុកគេមានលុយចាយស្រុកអត់បាត់ពីផែនទីពិភពលោកទេក៏ប៉ុន្តែស្រុកคล้ายទៅជាបើនិយាយឲ្យចំទៅជាបនសំផឹងសម្រាប់តែគេមកលេងសើចទេហើយចុះបើសិនស្រុកនឹងទៅជាបនបេសកចាបនសំផឹងអញ្ចឹងទៅវាខុសអីវាអត់ខុសអីទេគ្រាន់តែស្រុកនឹងវាអត់មានអនាគតទេពីព្រោះស្រុកហ្នឹងវាមានតែអ្នកឆក់ប្លន់ដល់យូរទៅតើស្រុកហ្នឹងបាត់ពីពិភពលោកទេអត់បាត់ទេតែស្រុកហ្នឹងคล้ายទៅជាតំបន់មួយសម្រាប់តែគេទាញផលយូរទៅប្រទេសជិតខាងដែលគេមានមេដឹកនាំគិតពីអនាគតគេទាញផលពីប្រទេសយើងអស់ទៅដូចទីហោចិនគេទាញទៅយួនគេទាញទៅសៀមគេទាញទៅអញ្ចឹងឡាវកម្ពុជាហើយផ្នែកមួយនៃមេយ៉ាន់ម៉ាហ្នឹងអស់ទៅណាសួរថាវាបាត់ពីផែនទីពិភពលោកវាអត់បាត់ទេវាគ្រាន់តែគ្មានកំណើតជាខ្លួនឯងនឹងប៉ុណ្ណឹងនឹងមួយត្រឡប់មកការរកស៊ីវិញខ្ញុំក៏ផ្ដល់បន្ទុកល្អថាខ្មែរឥឡូវនឹងចង់រកស៊ីចង់លក់តាំងពីនំបញ្ចុកតាំងពីនំក្រូចតាំងពីនំបត់តាំងពីដូងថាអីការលក់ដូរនឹងល្អណាស់ដែលចេះលក់ដូរតែការលក់ដូរនឹងនៅលំបាករឿងមួយពីព្រោះគ្មានការណែនាំឲ្យចេះគិតលេខនិងគ្មានការណែនាំឲ្យចេះរៀបចំខ្លួននៅក្នុងទីផ្សារចំណុចហ្នឹងត្រូវការចេះដឹងថែមតែទៅរកអ្នកណាមកបង្រៀនបើរាជការល្ងងដែរនោះរាជការល្ងងដែរមិនទៅបង្រៀនអីកើតហើយរាជការអត់បង្រៀនទេព្រោះខ្លាចប្រជារាស្ត្រចេះដឹងមើលឃើញរាជការគម្រក់អញ្ចឹងទុកឲ្យល្ងងហើយចែកអំណោយ
ដូចឧទាហរណ៍ថារាជការគាត់និយាយគាត់ថាប្រជាជនអចុយម្រាយអហើយបានផ្ទះនៅប្រជាជនត្រូវតែនៅផ្ទះអា3000ខ្នងហ្នឹងទៅបើថ្ងៃមួយងើបពីដេកមកម៉ែឪទៅជាមន់អាំងអាហ្នឹងរឿងមួយផ្សេងទៀតដរាបណាមនុស្សដេកក្នុងផ្ទះសង្កសីហ្នឹងមិនទាន់ខ្លាយទៅជាមន់ដុតឬមន់អាំងរាជការត្រូវនិយាយថាប្រជាជនអចុយម្រាយអហើយបានផ្ទះនៅប្រជាជនអចុយម៉ាយនៅរុនត្អែករឿងអីមិនអភ្លៀងធ្លាក់មកទឹកអត់ហូរក្មេងហែលក្នុងទឹកភក់ក៏ត្រេកអរតែកលេចមើលរុនត្អែកមើលរុនត្អែកអីទីក្រុងធម្មជាតិណាឥឡូវហ្នឹងយើងបានអាផ្ទះ3000ខ្នងសម្រាប់ជនភៀសសឹកហ្នឹងរឿងអីមិនអវាតតែងើបឡើងម៉ែនឹងឪទៅជាមន់អាំងតែប្រហែលអត់អីស៊ីម៉ែស៊ីឪទៀតរាជការគេនៅផ្ទះមានម៉ាស៊ីនត្រជាក់ណាគេនៅផ្ទះមានម៉ាស៊ីនត្រជាក់ចំណែកជនភៀសសឹកនៅនឹងឡដុតអាំងសាច់តាពណ៌វាស្អាតមិនវាក្តៅអាហ្នឹងហើយជាចំណុចមួយដែលយើងគួរគិតពិចារណាបាទវិលត្រឡប់មកជួបប្រិមិត្ត3នាទីទៀតជំរាបលា